បាទទីទៀតយើងដល់មកយើងនឹងត្រៀស្ដាប់រឿងហើយយើងចូលគេងក្រោកពីព្រឹកធ្វើការអារម្មណ៍ល្អស្រស់ស្រាយបាទឥឡូវរឿងចុងក្រោយដែលបងឯងលើកមកនិយាយក្នុងកម្មវិធីយើងរឿងគេមិញរឿងហ្នឹងជារឿងចម្ងល់មកស្ដាប់មកឆ្ងល់ហ្មងសូម្បីតែខ្ញុំអ្នកកើតហេតុក៏ខ្ញុំឆ្ងល់ហើយរឿងនេះខ្ញុំឆ្ងល់បើខ្ញុំយកមកឲ្យជួយគិតថាវាជាអីបាទន័យថាមកចែកម្លែកដើម្បីឲ្យពួកខ្ញុំជួយឆ្ងល់ដែរជួយស្រាវចម្ងល់ហ្នឹងខ្ញុំមិនមែនចែកម្លែកខ្ញុំឆ្ងល់តែអានោះទៅសួរបណ្ណាអូខេតោះចឹងចូលហ្មងបងតោះដល់បាទអ្នកមើលបាទម្លងពេលខ្ញុំថតកងការបងចាំរឿងទៅត្រូវព្រាយខ្ញុំថតហ្នឹងរឿងដំបូងហើយបាទស្អីមកគេស្គាល់អូបែរនឹងគ្រូថតអញ្ចឹងទៅថ្ងៃមួយថ្ងៃហ្នឹងខ្ញុំអត់ថតទេក្រុមការងារគាត់ថតហើយសំលាក់ទីតាំងលើអីមិនបាច់ប្រាប់ថាដេកណាអីណីទេដឹងថាកើតហេតុទៅបានណាបាទហើយក្រុមការងារដឹងហើយតែករណីថតកុនអត់មានអ្នកនៅកន្លែងកើតទេមែនអត់មិនថាប្រាប់មិនថាអ្នកស្អីគឺត្រូវទៅនៅកន្លែងថតទាំងអស់ត្រូវខ្ញុំថ្ងៃហ្នឹងខ្ញុំអត់ត្រូវថតទេខ្ញុំទៅនេម្នាក់ឯងពេលព្រឹកហ្នឹងខ្ញុំផ្ញើសោនៅគេខ្ញុំក្រោយគេចឹងគេប្រញាប់ទៅថតគេទៅអស់ទៅខ្ញុំក្រោយគេខ្ញុំផ្ញើសោនៅកន្លែងហៅគេទីតាំងសម្រាប់ហ្នឹងទៅទីមិនទីតាំងទេអ្នកចាស់ផ្ទះចាស់ផ្ទះបាទយើងទៅផ្ញើសោនៅបុគ្គលិកអីចឹងបាទហើយខ្ញុំក៏ចេញទៅកពតហូបអីទៅចេះជិះម៉ូតូអីទៅបាទដើរលើនៅកពតរហូតដល់ម៉ោង11យប់បាទខ្ញុំចេញពីផ្ទះបង្ហាំងទៅអីចឹងមកផឹកកាហ្វេមកដេកវិញហើយខ្ញុំក៏សុំសោពីគេថាបងខ្ញុំសុំសោគាត់ក៏មើលមុខខ្ញុំក៏ធ្វើឆ្ងល់ហ្នឹងសោគ្នាមកឯងមកយកតាវិញតន់តន់បើន័យថាបងឯងដឹងថាមានតែម្នាក់ឯងទេដែលនៅទីតាំងហ្នឹងព្រោះដោយសារអ្នកផ្សេងគេទៅសេតថតអស់ហើយបាទហើយម៉ោង4នោះមកគេមកវិញថតហ្នឹងហើយរឿងប្រភេទរឿងព្រាយរឿងខ្មោចនេះមិនងាយបានដេកទេហ្នឹងហើយមិនងាយបានដេកទេថតសឹងទៅដល់ព្រឹកវិញក៏មានដែរបាទយើងយប់ច្រើនយើងស៊ីនថ្ងៃយាយហ្នឹងហើយគេច្រើនយើងថតតែយប់ទេរឿងខ្មោចអីនោះខ្ញុំកន្លែងបណ្ណាគេវាទនេទេអត់ធ្វើការទេមកបន្ទប់អីនេះខ្ញុំក៏ដើរទៅខ្ញុំគិតហ្នឹងវាបណ្ណាគ្នាឯងពេលខ្ញុំដើរទៅខ្ញុំយកដល់បើកទ្វារបើកក្រាក់វាបើកមែនសោឃើញទុកនៅលើតុមិនសិនជាឃើញបើកលឿនឃើញបើកដល់ឃើញមនុស្សហើយខ្ញុំងុយដេកពេកជាក់ឡប់ហួយដេកទៅតែខ្ញុំដេកខ្ញុំនៅឆ្ងល់ដែរបណ្ណានេះមកហើយស្អែកឡើងខ្ញុំសួរគ្នាទាំងអស់មានបណ្ណាមកទេពួកដូចនិយាយនេះថតគឺអាចមកមានសិទ្ធមកទេបាទតើចប់ហើយអត់មានការងារមកបើកផ្សិនជាបើកភ្លើងមកអីចោលចឹងទេវាអត់មានហើយព្រោះអាពេលដែលមកអញចេញទៅហ្នឹងមកអញបានបិទអីអស់ហើយតែបិទអស់ហើយបិទចាក់សោអីទៅមិនត្រូវផ្ញើសោតែសោនោះអីនោះក៏ប្រាប់ថាគ្នាមួយឯងមកហើយមកយកសោទៅចាក់ទៅសម្រាប់មុនហ្នឹងក៏និយាយទៅសម្រាប់និយាយទៅសម្រាប់ហើយចឹងដល់ពេលអាសួរគ្នាយើងបន្ទាប់ពីគ្នាយើងត្រឡប់មកវិញសួរថាអត់មានណាគេមកហើយមានបានទៅសួរម្ចាស់ទេអត់ថាភិនភាកអ្នកដែលមកយកសោហ្នឹងទៅសួរព្រោះអត់បាត់អីផងទៅសួរគេទេគេថាយើងទៅប៉ែទេបងហើយតែស្នើខ្ញុំរាប់ចាក់បាក់ទ្វារអស់មួយទៀតណាខ្ញុំអាយុហ្នឹងវាអត់មានឡើយដេកខ្ញុំទៅបើកបន្ទប់មួយដេកណាម៉ូតមកទាំងផុកហ្មងអូជាប់អូងាកមកទៅអស់រោតកន្លែងអូខេលើតបាទហ្នឹងមកយត់ហើយបន្ទប់ហ្នឹងបន្ទប់ director មានបានចូលដេកទេតែខ្ញុំមួយ director DP កាមេរ៉ាធំហ្នឹងក៏បានចូលដេកទេមានមិនអាចមានសិទ្ធចូលដេកបានទេបាទឥឡូវអង្គុយវិភាគមើលវាអីគេចុះអ្នកណាអត់តែស្អីបងឯងឆ្ងល់ហើយឲ្យពួកខ្ញុំជួយឆ្ងល់ជាមួយហ្នឹងជួយឆ្ងល់មកជួយវិភាគលេងទៅវាអាចក្រុមការងារគាត់ទៅយកអីវ៉ាន់ដែរ director ឬក៏ DP ផ្លេចអីចឹងអត់មានផ្លេចទេអត់អាចផ្លេចទេចុះមិន check កាមេរ៉ាមើលតែយើងហ៊ានសំខាន់ចាស់ផ្ទះគេជេរយើងងប់យើងអត់មានបាត់អីផងតែសំខាន់សោគឺទុកលើតុបើកមិនសិនជាទ្វារបើកចូលមកវាបិទធម្មតាពេលដែលបើកចូលមកសិនជាបើកហើយជាក់ស្រាប់សោនៅលើតុប៉ុន្តែអត់ឃើញមានមនុស្សក្នុងនោះទេប៉ុន្តែគ្នាយើងខ្ញុំសួរហើយនេះស្អីដល់ខ្ញុំក៏សួរគ្នាខ្ញុំអត់មានណាមកតែហើយបន្ទប់នោះនិយាយអត់មានបណ្ណាចាំបាច់ទៅចូលព្រោះបន្ទប់ខ្លះការងារខ្លះត្រូវឯកសារសំខាន់ក្នុងហ្នឹងហាត់អីពេលថតហើយលុយរាប់ម៉ឺនយល់បាត់ងប់នឹងសំខាន់ខ្លាំងបាទអញ្ចឹងបន្ទប់ខ្លះគឺមានសំខាន់ណាស់គេហ៊ានចូលថាគេមានឯកសាររបស់គេទុកក្នុងហ្នឹងអញ្ចឹងអត់មានបណ្ណាចូលប្រាប់បានទេធ្វើការងារ full take របស់កុនគឺអាចមាន full take អាចមានកុំព្យូទ័រមានរបស់ការងារអីអញ្ចឹងទៅបច្ចេកទេសម្នាក់គឺគាត់
អង្គុយតែអាហ្នឹងឯងបើអ្នកថតហើយ copy back up របស់គាត់ក្នុងកុំព្យូទ័រផង hard disk ផងអីរបស់គាត់ធ្វើតែអាហ្នឹងឯងហើយវាគិតថាវាស្អីគេហើយបន្ទប់ដែលខ្ញុំបើកមួយទៀតខ្ញុំអត់បានដេកទេមិនចាក់សោឡើងបាក់ចាក់សោគេឡើងបាក់ចោះគេឡើងមកមើលមុខថ្មចាប់បងគាត់បងហៅ DP គេ AD គាត់ហត់ទៅដេកបន្ទប់ហ្នឹងហើយបើកអត់បានដេកខ្ញុំត្រឡប់ដេកបន្ទប់មើល director វិញដេកអត់កើតគេថាបន្ទប់ថ្ងៃដេកហ្នឹងដេកកើតរត់ចោលបន្ទប់ទាំងយប់និយាយមែនមានជួបហេតុការណ៍អីដែលអាចជារឿងអបិយជំនឿអញ្ចឹងទៅដែលដេកអត់កើតតែមិនដឹងកើតអីគាត់ថាបន្ទប់ថ្ងៃខ្លាំងបន្ទប់នោះខ្លាំងតែគាត់ប្រាប់តំណងខ្លាំងគាត់និយាយប្រាប់តែខ្ញុំអាចនិយាយលើនឹងបានទេព្រោះវាប៉ះពាល់ដល់កាយគេមួគាត់ដឹងតែប៉ុណ្្នឹងបានតែកើតតែជាមួយខ្ញុំអត់អីតែប៉ុណ្្នឹងអត់ដឹងវាមានតែចំណងជើងហើយឆ្ងល់យកហ្មងហ្នឹងថាខ្ញុំឆ្ងល់ពីថ្ងៃដែរហ្នឹងមែនទេចង់និយាយថាអ្នកដែលគេអត់បានហ្នឹងមានបានប្រាប់មូលហេតុមកឯងថាជួបរឿងអីអត់ព្រោះមែនតែទៅទោះបីយើងនិយាយក៏វាពាក់ព័ន្ធមួយផ្លូវងឹតហ្នឹងឯងវាពាក់ព័ន្ធមួយអបិយជំនឿខ្មោចព្រាយហ្នឹងឯងយ៉ាងនិយាយចេះណានិយាយវិញតែមិនដឹងថាគាត់មិនឬស្មារតីគាត់ធ្វើក៏អស់កម្លាំងពេកមិនយើងដឹងតែសំខាន់អាបន្ទប់នេះមិនចាក់បាក់សោតិចចាក់ចេញចាក់ចេញមានអារម្មណ៍ខ្ញុំវិញចាក់អាសោនឹងបែកអស់ទៅចាក់បែកសោហ្មងបាទថ្ងៃងួយដេកពេកងួយដេកពេកអញ្ចឹងរឿងឆ្ងល់គេអត់ប៉ុណ្ណាមកបើកបន្ទប់អីប៉ុណ្ណាបើកទៅលិចឥឡូវឆ្ងល់អារឿងដំបងតែខ្ញុំនៅតែឆ្ងល់សោតណាពេលយើងនិយាយផ្ទះបាញ់មានសោនអាហ្វិកផ្ទះបាញ់មេឃភ្លៀងអាមិញបើកទ្វារមានសោនអាហ្វិកទ្វារទៀតសោនមានប្រហែលជំរឿនហ្នឹងអ្នកសោនកម្មវិធីយើងនេះយល់អត់ហ្នឹងហើយអាទ្វារឲ្យទួយដឹងស្អីរឿងមុនទ្វារគេមានសោនទ្វារមកហ្មងអាផ្ទះបាញ់ដែរភ្លៀងដែរក្នុងវីដេអូមានសោនផ្ទះណាថែមមកទៀតតន់របៀបការបងវិធី media អញ្ចឹងអ្នកនរគ្នាត្រូវការ live ត្រូវការកម្មវិធីអីគឺ complete វិធី media ភ្លេច shot out 2 3កម្មវិធីនេះ load មកពងនេះវិធី media ចឹង shot out ហ្មងទៅគាត់និយាយភ្លាម load មកហើយតាឃើញអត់លឿនហ្មងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាក៏ដូចជាវីដេអូដែលចេញទៅហ្នឹងបើមានតម្រូវការតាក់ទងនឹងការlive stream ដោយពួកយើងកំពុងធ្វើហ្នឹងមិនថាតូចមិនថាធំគឺពួកគាត់ទទួលទាំងអស់ហើយបច្ចេកទេសរបស់ពួកគាត់ដោយពួកខ្ញុំកំពុងនិយាយហ្នឹងត្រូវការអីចេញមកភ្លាមហ្មងហើយតើសាររឿង sound អត់វែងទេច្រឡំអាបើកទ្វារដាក់សលេងផ្ទះបាញ់អីម្ដងអត់មានហ៎អត់មានវែង sound វិញហើយ sound ច្រើនមែនទេមកចូលជាមួយ topic មកភ័ក្រក្តីគាត់ចែកម្លែកមិញពីតោះបាទលេងទៀតចប់ហើយខ្ញុំចប់យើងសម្រួលសរុបរឿងមកវិញណាបើពីខ្ញុំទៅអារឿងដំបងដែលបងភក្តីគាត់ឆ្ងល់ថាពេលដែលមុនគាត់ចេញពីបន្ទប់ហ្នឹងទៅគាត់បានបិទទ្វារបិទសន្តិជាបិទអីចាក់សោសួរបួលយកសោទៅផ្ញើនៅម្ចាស់ផ្ទះហើយអ្នកទាំងអស់គ្នាផ្សេងទៀតគឺគេទៅ set ថតទៅកន្លែងថតទាំងអស់ហើយអត់តន់ដល់ពេលត្រូវត្រឡប់មកវិញទេហើយបងក្តីគាត់ទៅដើរលេងតែម្នាក់ឯងទេរហូតដល់គាត់ត្រឡប់មកវិញមកសុំសោពីម្ចាស់ផ្ទះដើម្បីចូលបន្ទប់ហ្នឹងម្ចាស់ផ្ទះបានប្រាប់គាត់ថាមានគ្នាបងឯងបានមកយកសោហ្នឹងទៅហើយគាត់ក៏ឆ្ងល់ដែរថាអ្នកណាគេដែលមកពោះមែនតើទៅអត់តន់ត្រូវមានណាគេអាចមកកើតទេព្រោះនៅថតនៅឡើយហើយពេលដែលដើរចូលទៅក្នុងបន្ទប់ហ្នឹងគឺបើកទ្វារចូលទៅបើកទ្វារបានហើយបើកចូលទៅគឺត្រជាក់ហ្មងបានន័យថាបើកសិនត្រជាក់រួចហើយសោហ្នឹងក៏ឃើញនៅលើតុដែរប៉ុន្តែអត់ឃើញមានណាគេនៅក្នុងបន្ទប់ហ្នឹងទេអាហ្នឹងស្អីដែលគាត់ឆ្ងល់ហើយដោយសារតែការអស់កម្លាំងងុយរបស់គាត់ក៏ត្រជាក់គេងយកហ្មងដល់ពេលគេនឹងឆ្ងល់ទៀតហ្នឹងហើយស្អែកឡើងមិនមួយថ្ងៃសួរគេថាអត់មានណាគេត្រឡប់មកទេអញ្ចឹងពីខ្ញុំទៅខ្ញុំគិតទៅរឿងអបិយជំនឿខ្លះខ្ញុំគិតទៅរឿងចៃដន្យខ្លះទៀតចៃដន្យទៀតហ្មងចៃដន្យមែនតើខ្ញុំអាចគិតអញ្ចឹងថាអញ្ចឹងបានសួរមួយឯងថាមានបានទៅសួរម្ចាស់ផ្ទះវិញអត់ថាភិនភាកមិនមួយឯងថាអត់បានសួរគេទេហើយបើដោយអធិការថាមានបានមើលកាមេរ៉ាសុវត្ថិភាពអត់បងឯងថាអត់បានមើលទេអត់ចង់រំខានចាស់ទេអញ្ចឹងខ្ញុំនៅមានមន្ទិលសង្ស័យថាអាចអត់មានណាគេដែលលួចកិច្ចម៉ោងការងារមកសម្រាប់ហើយចូលសម្រាប់បន្ទប់នឹងហើយទៅវិញតន់អីហើយដល់ពេលសួរកិច្ចម៉ោងការងារមានណាគេហ៊ានឆ្លើយ
mày để chăm thì chạy xe thốt đó mày mò bán này đấy đọc hay sao trong lô mày lại kịch mà lại đi mà tê mày lại kịch mà tê ngày tiền mà mày kịch mà mất cho lên xuống đi chào rồi ngon bao con men còn tha con ngon đại chua ngon lấy ngon rồi mà cái chọn đấy cái đi này lại thốt rồi ok ta ngon đại ở đây nhưng mà hiện sao này chẳng hiện stop tới hiện chụp ngó mà chụp ngó chẳng để mà này có chụp ngó này đặc biệt kênh lụa sờ bần lọ từ từ cái bài mũi ngó ọt bàn không được ngó tham ok chẳng này này đây có post tu sna cam thi buôn son buôn mình tha tam dạ likeនៅក្នុង Facebook អីក៏ដូចជា YouTube channel Patron Cambodia complete ចូលទៅ like page អតិកាមអ្នកមួយហើយជាពិសេស complete ចូលទៅ subscribe YouTube channel Patron Cambodia ព្រោះតិចទៀតយើងនឹងមានចូលមកថ្មីមួយហើយនឹងសូចាស់មួយដែលឡយនឹងត្រឡប់មកវិញដូចគ្នាបាទ thank you ចឹងអរគុណបងភក្តីដែលចំណាយពេលវេលាហើយក៏ដូចជាអាយុជីវិតដ៏មានតម្លៃហើយនឹងជូនពរបងឲ្យសុខសប្បាយកុំឲ្យមានរឿងអីប៉ះពាល់ដល់អាយុជីវិតអីហើយការពារសុខភាពក៏ដូចជាថែរក្សាសុខភាពដូចគ្នាខ្ញុំពងគិតថាខ្ញុំមកកម្មវិធីលើកក្រោយគេហៅខ្ញុំមកខ្ញុំមានរឿងអីទៀតនេះតែអត់ទាន់មានតែគាត់ថាកម្មវិធីខ្ញុំអញ្ជើញភ្លាមមានយកមកជួបហេតុការណ៍គូទៅឈប់ហៅក៏មិនមកកម្មវិធីខ្ញុំអត់មែននាំជងាយនាំក្តីសុខមកហ្នឹងហើយជួគាត់និយាយសារមុនណាពេលអញ្ជើញគាត់ឡើងតុកភ្លឺគាត់ថាដូចជាខ្មោចឡងមុនឡើងមួយថ្ងៃអីទៅគេហៅតែចំមួយថ្ងៃទៅព្រៃមកវិញខ្មោចឡងឡើយបានរឿងនឹងទៀតកុំអីអត់មានអីនិយាយទៀតនឹងនិយាយបែបអូខេអញ្ចឹងអរគុណមែនតើបងប្អូនដែលនៅតែទស្សនាដល់ម៉ោងចុងក្រោយរបស់យើងហ្នឹងហើយដូចនិយាយអញ្ចឹងគឺពួកយើងអស់ខ្យល់ដែរហើយរឿងយើងក៏បានបកស្រាយហើយដែរហើយអារឿងឆ្ងល់ហ្នឹងគឺយើងទុកឆ្ងល់ទាំងអស់គ្នាទៅខ្ញុំក៏ឆ្ងល់អ្នកទាំងអស់គ្នាឆ្ងល់ទៅជួយឆ្ងល់ទាំងអស់គ្នាហើយយើងសាកតរគិតមើលថាវាអាចមានរឿងអីដែលអាចកើតឡើងលើហ្នឹងបានអត់បើគ្នាអត់បានមកណាគេអីចឹងជួយគិតគ្នាទៅដូចប្រាថ្នាដាក់ឲ្យបងប្អូនឆ្ងល់លេងបាទចឹងយើងមិនដែរបិទកម្មវិធីអូខេបិទកម្មវិធីចឹងមិនខ្ញុំអរគុណបងភក្តីក៏ដូចជាគ្នាយើងដែលគាត់តាមដានទស្សនាតាម Facebook ក្តីតាម YouTube Channel ក្តីអរគុណមែនតើសម្រាប់ពេលវេលាដ៏មានតម្លៃអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាកម្មវិធីយើងតាំងពីចុងដើមមករហូតដល់ទីបញ្ចប់នេះហើយអរគុណបងក្តីទៅត្រឡប់ទៅវិញសុខភាពល្អហើយសុខភាពតាមផ្លូវណាបាទអញ្ចឹងបងប្អូនដែលទស្សនាក៏ដូចគ្នាដែរកុំភ្លេចថែរក្សាសុខភាពក៏ដូចជាសុខភាពរៀងខ្លួនត្រូវ